Cái nàyខ្ញុំមានកម្មវិធីមួយមកចែករំលែកប្រាប់បងប្អូនបាទគឺកម្មវិធីមួយនេះបងប្អូនណាកម្មវិធីលំហជាអក្សរខ្មែរបងប្អូនអរគ្នាបងប្អូនដែលមិនទាន់មានបងប្អូនចូលក្នុងកម្មវិធី download មកបាទចូលក្នុង Play Store របស់យើងបាទហើយ download របស់យើងសម្រាប់ទូរស័ព្ទ Android បងប្អូនចូលមកកាន់កន្លែង download មកបាទដល់មកកន្លែងនេះបងប្អូនចុចទៅកាន់កន្លែងកៃយិតបាទកន្លែងយើងទៅសេបាទយើងទៅសេសិនមកបាទព្រោះតែអក្សរអង់គ្លេសខ្ញុំអត់ចេះទេបងប្អូនណាបងប្អូនអាចវាយតាមខ្ញុំបានបាទនេះអក្សរនេះដែលខ្ញុំបាន copy ទុកបាទបងប្អូនវាយតាមមកនេះកម្មវិធីនេះនៅខាងក្រោមបងប្អូនណានៅខាងក្រោមបាទបងចុចមកកាន់នឹងមកហើយនេះគឺមានតម្រងបែបនេះកម្មវិធីបងប្អូនបាទបងប្អូនអាច download បានសាកល្បងបានបាទហើយកម្មវិធីនេះយើងអាចនេះបានបងប្អូនណាបាទកាត់រូប thumbnail ក៏ស្រួលយើងកាត់ background ក៏ស្រួលយើងកាត់អក្សរក៏ស្រួលដែរបាទឥឡូវខ្ញុំសូមបើកដូរទំនងអ៊ីនធឺណិតទៅបងប្អូនណាវា slow ពេកបាទកម្មវិធីនេះគឺពិសេសណាស់បងប្អូនណាពិសេសបាទនេះដោយសារខ្ញុំតម្លើងរួចហើយបងប្អូនឥឡូវខ្ញុំចុចបើកតែម្ដងចុចបើកសិនបាទតម្រងនេះគឺតម្រងជាមួយនឹងកម្មវិធី VN ទេបងប្អូនអរគ្នាហ្នឹងហើយអូខេមកដល់កន្លែងនេះបងប្អូនចុចលើសញ្ញាបូកបាទយើងទៅកាត់រូប thumbnail ទាំងអស់គ្នាមកដល់កន្លែងនេះបងប្អូនចុចមកកាន់កន្លែង YouTube មកយើងកាត់រូប thumbnail យើងកាត់ YouTube យើងចុចមកកាន់ YouTube មកបាទនេះអូខេវាស្រួលបងប្អូនកន្លែងហ្នឹងបងប្អូនហ្នឹងហើយមកដល់កន្លែងនេះបងប្អូនសុំថយមិនសិនបងប្អូនហ្នឹងហើយសុំថយមិនសិនបងប្អូនថយបន្តិចមកបងប្អូននឹងឃើញតម្រងរូប thumbnail ដែរហើយគឺ16.9បងប្អូនណាតម្រងផ្ដេកបាទតើយើងគួរធ្វើអីបន្តទៀតបាទកន្លែងហ្នឹងខ្ញុំវីដេអូមុនខ្ញុំបានប្រាប់ម្ដងហើយបាទឥឡូវខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនម្ដងទៀតចុះបាទច្បាស់យើងចង់ដូរ background យកចង់បានពណ៌សទេបងប្អូនចុចមកកាន់ត្រង់នេះត្រង់មួយនេះបងប្អូនណាគឺតម្រងនេះរូបកលេកាឡាហ្នឹងបងប្អូនចុចកំពឹបមកបាទមកដល់កន្លែងហ្នឹងបងប្អូនរើស background មួយណោ background ដែលបងប្អូនស្រឡាញ់ណាបាទចង់បានពណ៌អីបាទឥឡូវខ្ញុំសូមយកពណ៌នេះចុះបាទយកពណ៌ជាគំរូបាទបាទបងប្អូនយកដៃអុកចុះមកក្រោមនេះមកអូខេអ្វីយើងគួរធ្វើបន្តទៀតបងប្អូនទៅយករូបបងប្អូនចុចមកកញ្ចុំកន្លោនហ្នឹងមកបាទអូខេដល់កន្លែងនេះបងប្អូននឹងឃើញរូបយើងហើយរូបភាពរបស់យើងឥឡូវបងប្អូនចាប់បានរូបភាពមួយណាឥឡូវខ្ញុំសូមយករូបមួយសិនធ្វើជាគំរូអូខេរូបរបស់ខ្ញុំនេះបាទយើងកាត់ background ចេញបាទអូខេបងប្អូនចុចបកមកបាទដល់កន្លែងនេះបងប្អូនយកដៃបងប្អូនសង្កត់លើនឹងមកបើរិចរូបយើងមកបាទហើយសូមបរិចរូបនេះខ្ញុំបានទៅសិនបាទចាំមើលបងប្អូនណាបាទបងប្អូនចូលជឹងតម្រង់ពណ៌ស4ជ្រុងចេះហើយអានេះបើយើងចុចឲ្យចេញពណ៌សបងប្អូននេះចេញពណ៌សរបស់ខ្ញុំនេះបាទចេញពណ៌សអញ្ចឹងបរិចយើងមកហើយបងប្អូនអាចបន្លាស់ទីបានបងប្អូនចូលដាក់តាណាក៏បានដែរបាទដើម្បីយកកាត់ background បានបងប្អូនចុចលើកាន់រូបនេះហើយឲ្យចេញសញ្ញាពណ៌ស4ជ្រុងហ្នឹងហើយបងប្អូនមករកកន្លែងរូបមនុស្សនេះបាទរូបមនុស្សហ្នឹងបងប្អូនចុចទៅមកវានឹង remove background ចោលបងប្អូនណានឹងអសតតែរូបយើងទេពឹបមករងចាំសិនកំពុងតែ remove ហើយបាទអូខេឥឡូវយើងកាត់ background ខាងក្រោយចោលហើយបាទបងប្អូនដើម្បីពីបានចុចខាងលើសញ្ញាជា Q ហ្នឹងពឹបបាទវាស្អាតណាស់បងណាយើងកាត់ background បានស្អាតហើយបាទដើម្បីយើងយកទៅគ្របវីដេអូទៅក្នុង YouTube trên YouTube របស់យើងបាទហ្នឹងហើយ background ទំហំ 16.9 បាទហ្នឹងហើយបងប្អូនចង់បន្លាស់ទី Pro វាបានតាមចិត្តបងប្អូនណាចង់ដាក់តាណាក៏បានដែរបាទឥឡូវយើងចប់មួយវគ្គហើយបាទយើងចូលវគ្គទី2គឺយើងដាក់សម្ដងបាទវីដេអូមុនយើងបាន5សារហើយបាទបើយើងចូលធ្វើវីដេអូហើយខ្ញុំធ្វើឲ្យចប់សេចក្តីហើយបាទហ្នឹងហើយសូមវាយជាលក្ខខណ្ឌមួយចុះហើយសូមវាយឧបមាណាបងប្អូនណាបងប្អូនចំណងជើងវីដេអូបងប្អូនធ្វើពីអីបងប្អូនវាយហ្នឹងទៅបាទហ្នឹងហើយអូខេកន្លែងនេះតម្រងនេះគឺយើងដូរអក្សរបាទហ្នឹងហើយដូរអក្សរបាទដូរអក្សរដូចជាអក្សរ style អក្សររបស់យើងណានេះបងប្អូនអាចសរេរួមបានបាទបងប្អូនចង់ដូរ color បងចុចកន្លែងបងប្អូនណាឥឡូវយើងដូរកន្លែងអក្សរមួយទៀតសិនបាទអក្សរមួយនេះបាទរឿងញ៉ាំបន្តិចបងប្អូនណាហ្នឹងហើយនេះដូរអក្សរយើងមិនសិនបាទបងប្អូនចង់បានអក្សរធ្វើអីក៏ដាក់ទៅបងប្អូនណាហ្នឹងហើយខ្ញុំសូមដាក់ជាបទបង្ហាញប្រាប់បងប្អូនដែរបាទហ្នឹងហើយនេះដល់ហើយចំណុចនេះបងប្អូនចង់ដូរ color ចុចមកខាង color មកបាទវាមាននៅក្នុងនេះបាទវីដេអូមុននេះបានប្រាប់ភាសាហើយបាទហ្នឹងហើយបងប្អូនចង់ដូរ color អីក៏ដូរទៅបាទនេះខ្ញុំដាក់ឧបកិច្ចឲ្យមើលទេបងប្អូនចង់ដាក់ពេលដាក់ទៅបាទតែកុំដាក់តាមខ្ញុំណាបាទបងប្អូនចង់នេះបរិចពលឺបរិចសមោលអីចឹងណាបាទធ្វើបានមួយសេតបាទកម្មវិធីលយបាទហើយយើងធ្វើលឿនកាត់ទៅលឿនបងប្អូន
ហើយអត់មាននិច្ចកម្មទេបាទបងប្អូនធ្វើរួចរាល់ហើយបាទឥឡូវយើងសុំនេះចុចកន្លែងមួយទៀតចុះបាទហើយបងប្អូនអស់ចិត្តបាទនេះកន្លែងយើងអាចទៅសម្ោពលឺទៅតាមបងប្អូនស្រឡាញ់ណាចង់បានពលឺមិនអីមិនបាទចង់បានបំរុងបែបម៉េចតាមចិត្តបងប្អូនព្រោះចិត្តយើងមើលមិនដូចគ្នាទេបាទឥឡូវបងប្អូនអស់ចិត្តហើយបងប្អូនឡើងយកហើយបងប្អូនចុចសញ្ញាគ្រីសមកបាទបងចង់ដូរអីក៏ដូរទៅហ្នឹងហើយអត់បង្ហាញទេបាទកន្លែងនេះក៏ដូចគ្នាបងប្អូនពីវគ្គ4ខ្ញុំបានប្រាប់ភាសាហើយបាទវីដេអូមុនខ្ញុំបានប្រាប់ភាសាហើយឥឡូវមិនបាច់ទេយើងចុចគ្រីសហ្នឹងឥឡូវអស់តំណែងចុះបាទមកវីដេអូយើងវែងពេកបាទកន្លែងនេះយើងបរិចបរួមបាទដូចជាដាក់ background អីចឹងបាទចុចគ្រីសមកបាទកុំឲ្យយូរកន្លែងបងប្អូនចេះហើយបាទជឿចិត្តបងប្អូនពីមុនបងប្អូនចេះហើយបាទឥឡូវដូចជាអក្សរខ្ញុំបងប្អូនចង់បន្លាស់ទីវាទៅណាក៏បានដែរអក្សរហ្នឹងបាទវគ្គមុនក៏ខ្ញុំបានប្រាប់ដែរបាទហើយ background នេះបងប្អូនរូបរបស់យើងនេះបងប្អូនចង់អង្គទៅណាក៏បានដែរចង់បរិចបរួមតាមចិត្តបងប្អូនស្រឡាញ់បាទរួចរាល់ហើយបងប្អូនចុចលើសញ្ញា save សញ្ញាប្រូចនៅលើ video ហ្នឹងពឹបបាទដល់កន្លែងសូមបញ្ជាក់ប្រាប់បងប្អូនណាបងប្អូនយកសញ្ញាពើខៀវបាទពើខៀវនេះចុចមកបាទមកដល់តំណងនេះបងប្អូនកុំយក select ខាងលើបងប្អូនណាបើបងប្អូន select ខាងលើបានត្រឹមតែរូបរបស់យើងទេគឺ background បាត់អស់ហើយបងប្អូនយកទី2 select ចូលតំណងទី2ហ្នឹងមកបងចាំតែសិនបាទនេះចុចចំសញ្ញាខៀវដូចរបស់ខ្ញុំនេះហើយបងប្អូនចុចសញ្ញាខាងក្រោមនេះមកយើងបានទទួលបានរូបហើយបាទតែហាមកុំចុចខាងលើបងប្អូនណាយកខាងក្រោមឥឡូវរួចរាល់ហើយបាទខ្ញុំឧបកិច្ចបងប្អូនមើលទេបាទហ្នឹងហើយចុច save មកបាទអូខេយើងរួចរាល់ហើយបងប្អូនចូលទៅកាន់រូបយើងមកសូមបិទទៅខ្ញុំចូលទៅកាន់រូបបាទរូបរបស់យើងណាបាទកន្លែង stop រូបណាបងប្អូននឹងឃើញហើយរូប background ដែលយើងកាត់មិញបាទនេះបងប្អូនណានេះយើងកាត់មិញហ្នឹងបាទនេះបាន save ចូលមកក្នុងalbum រូបរបស់យើងហើយបាទនេះគឺទំហំ 16.9 បាទចុះវីដេអូក៏មានតែបានមកណាចាំជួបគ្នានៅវីដេអូក្រោយទៀតពីចំណេះដឹងថ្មីបាទសូមអរគុណសូមជម្រាបលា